សួស្តីអ្នកគ្នាចឹងថ្ងៃនេះខ្ញុំបរៀនគ្នាយើងធ្វើផ្កាវល់បែបនេះនៅក្នុងកម្មវិធី PowerPoint ជាដំបូងយើងគ្រាន់តែគូរ shape វងមួយមកតមកយើងទាញវានៅចំកណ្ដាលហើយយើងចុច save ហើយព្រមវាឲ្យតូចតិចមកពេលដែលយើងព្រិចព្រមគឺយើងចុច save ឲ្យជាប់ណាដើម្បីឲ្យ shape របស់យើងកុំប្រែប្រួលតមកយើងចុច copy ទៀតមកយើងចុចL បូក C ហើយយើងចាប់ទាញមកយកមកយើងចាប់ទាញទៅលើ shape ហ្នឹងគឺវាទាញឲ្យយើងអូតូបានតមកគឺយើងចុច copy ទៀតគឺយើងចាប់ផ្ដើមចុច shift បូក L ហើយយើងយកមកចាប់ទាញមកហើយយើងចុច save ដើម្បីពង្រីក shape ហ្នឹងឲ្យវារាងធំណាគ្នាយើងហ្នឹងហើយតមកយើងចុច mouse ស្ដាំយើងយកពាក្យ format មកហើយយើងទៅបន្ថយ transparency ឲ្យវាមើលឃើញព្រាលៗទៅលើ shape ខាងក្រោយគ្នាយើងបន្ទាប់ពីនឹងហើយគឺគ្នាយើងចាប់ផ្ដើម duplicate ទៅលើ shape នឹងមួយទៀតគឺយើងគ្រាន់តែចុច shift បូក L មកហើយយើងយកមកយើងចាប់ទាញទៅលើ shape នឹងមកគឺបានហើយណាដល់ពេលយើងធ្វើចឹងហើយយើងចាប់ផ្ដើមយកមកយើង select ទៅលើ shape នឹងទាំងអស់បន្ទាប់មកយើងចុចទៅលើ merge shape ហ្នឹងហើយយើងយកពាក្យថា fragment តែពេលដែលយើងចុច fragment ហើយគឺយើងយកមករបស់យើងគឺ delete ទៅលើ shape ហ្នឹងនេះគ្នាយើងអាច delete ទៅតាមអ្វីដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងមកយ៉ាគឺយើងលុបមកអ្នកគ្នាយើងធ្វើជារូបដើម្បី copy វាលុបវាមកហើយយើងធ្វើជារូបផ្កាអញ្ចឹងណាយើងចាប់ដើមលុបនៅក្នុងវីដេអូដូចខ្ញុំបង្ហាញមកអានេះវីដេអូនេះគឺខ្ញុំបង្ហាញម្ដងមួយច្បាស់ខ្ញុំនឹងសង្ឃឹមថាគ្នាយើងនឹងអាចធ្វើបានតោះមកយើងចាប់ដើម select ទៅលើ shape ដែលយើងបានកាត់នឹងមកយើងយកmerge shape នឹងដែរ next shape នឹងដែរហើយយើងចុចយកពាក្យទី1មកតោះមកយើងសេរីអាហ្នឹងនៅចំកណ្ដាលមកគ្នាចឹងណាទៅពេលដែលយើងសេរីអាហ្នឹងនៅចំ shape ទាំងពីរនឹងនៅចំកណ្ដាលហើយយើងចាប់ផ្ដើមចុច C ហើយពង្រួម shape នឹងឲ្យរាងតូចតិចមកហើយយើងចុច copy ណាយើង duplicate ទៅលើshape នឹងឲ្យបាន5មកគ្នាយើងគ្រាន់តែចុច shift បូក L ដើម្បីចាប់ទាញវាបង្កើតវាដើម្បី copy វាណាយើងចុច C បូក L ទៀតមកទាញវាឲ្យបាន5មកអូខេចឹងបន្ទាប់ពីគ្នាយើងទាញវាបាន5ហើយយើងចុចទៅលើ shape ទី1ហើយចុចទៅរកពាក្យថា rotate នោះមកហើយយើងចុច more ខាងក្រោមនេះកន្លែងយើងជ្រើសរើសអាកន្លែងទី3ហ្នឹងគ្នាយើងចឹងយើងអាចដាក់វា36 degree មកទីយើងចុចកន្លែងហ្នឹងមកអូខេ36ហើយកន្លែងអានោះមួយទៀតយើងអាចដាក់វា72មកនេះយើងណាយើងដាក់វា72មកហើយចុច enter មកអូខេចឹងទៅអាកន្លែងយើងមួយទៀតគ្នាយើង shape ទី3ចឹងអានេះយើងដាក់ដកម្ដងយើងដាក់ដក36មកយ៉ាយើងដាក់ដក36អាកន្លែងខាងក្រោមនេះយើងអាចដាក់ដក72មកនិយាយរួមលេខមានតែ2លេខទេមានវិជ្ជមាននិងអវិជ្ជមានណាតើពីយើងធ្វើបែបហ្នឹងហើយគឺយើងចាប់តាម select វាទាំងអស់ហើយយើងចូលទៅ shape format នេះគ្នាយើងរកពាក្យ align ណាមុនដំបូងគឺយើងយកពាក្យថា middle មក yes ពេលយើងជ្រើសយក middle ហើយយើងរើសយក center មក yes វាបង្កើតបានទៅជារូបផ្កាឲ្យយើងហើយគ្នាយើងតែមកយើងចូលទៅដូរពណ៌ទៅតាមចំណង់ចិត្តអីដែលគ្នាយើងចង់បានមកយើងចុចមកអញ្ចឹងខ្ញុំឆ្លាញ់ពណ៌នេះខ្ញុំយកពណ៌ហ្នឹងខ្ញុំចុចយកពណ៌រាងទឹកសម្បត្តិមកហើយខ្ញុំដោះ outline ចេញណាតែពេលដែលខ្ញុំដោះ outline ចេញហើយគឺគ្នាយើងអាកន្លែងនេះដែរនេះអាកន្លែងហ្នឹងគ្នាយើងអាចដាក់ shadow ក៏បានអីក៏បានដែរអាស្រ័យទៅលើគ្នាយើង design ទេណាចឹងគ្នាយើងចង់ដាក់មិនអាស្រ័យលើយើងចឹងខ្ញុំដោះវិញខ្ញុំអត់ចង់ដាក់ទេយ៉ាអញ្ចឹងខ្ញុំចាប់ផ្ដើមទៅសេអក្សរអញ្ចឹងខ្ញុំគូ text box មួយមកខ្ញុំប្រើរូបមន្តស្មើ lorem បើកមុខបញ្ចក់ខ្ញុំយក 2.3 បិទមុខបញ្ចក់ខ្ញុំចុច enter យ៉ាអញ្ចឹងយើងបានអក្សររបស់យើងហើយគឺយើងចាប់ផ្ដើមលុបវាមកដើម្បីយើង
កាត់យកអក្សរខ្លីៗទេអញ្ចឹងរបៀបនៃការធ្វើរបស់ខ្ញុំគឺមានប៉ុណ្ណឹងឯងគ្នាអញ្ចឹងណារបៀបការដាក់អក្សរអញ្ចឹងយើងអាច generate អក្សរខ្លួនឯងយើងមិនបាច់ចាំចំណាយពេលច្រើននៅក្នុងការរកអក្សរមកដាក់ចាអាហ្នឹងយើងគ្រាន់តែធ្វើជាវីដេអូបរិញ្ញាអញ្ចឹងយើងអាចប្រើរូបមន្តហ្នឹងបានគ្នាអញ្ចឹងណាហ្នឹងហើយគ្នាយើងបន្ទាប់ពីយើងសរសេរអក្សររួចហើយគឺខ្ញុំចង់ចាក់ពណ៌កន្លែង6 recent នៅក្នុងប្លុកកណ្ដាលនៃផ្ការបស់យើងហ្នឹងឲ្យវាលក្ខណៈថាមើលទៅមានភាពទាក់ទាញអញ្ចឹងយើងចូលកន្លែង set format ហើយយើងរើសយកនោះពាក្យថា more gradient ហ្នឹងមក yes more gradient ហើយយើងចុចពាក្យថា gradient fill ហ្នឹងមកហើយយើងចុចទៅលើ tool ពណ៌របស់យើងហ្នឹងណាយើងចុចលុបវាមកនេះយើងចុចទៅលើអាពណ៌ហ្នឹងមួយហើយខ្ញុំយកពណ៌ក្រហមយ៉ានេះយើងចង់ចាក់ពណ៌លាយពណ៌អីក៏បានដែរតែនេះខ្ញុំចាក់តែពីរពណ៌ទេខ្ញុំយកពណ៌ក្រហមមួយហើយនឹងយកពណ៌ខៀវមួយណា yes តែពីយើងធ្វើបែបហ្នឹងបានហើយគឺខ្ញុំនឹង select លើអក្សរហ្នឹងខ្ញុំចង់ដាក់ shadow បន្តិចឲ្យវាមើលទៅឃើញផុសគ្នាយើងតាណាយកខាងក្រោមនោះមកយើងយក shadow គ្នាយើងយកប៉ុណ្ណឹងមកយ៉ារួចអីចឹងពីយើងធ្វើអាហ្នឹងបានហើយគឺយើងចាប់ផ្ដើម select ចុច C ឲ្យជាប់ហើយយើងយក mouse របស់យើងទៅប៉ះនៅលើផ្កាហ្នឹងម្ដងមួយគ្នាយើងណាប៉ះលើវាមកពេលដែលយើងធ្វើបានហើយយើងទៅដាក់ animation ម្ដងណាចំពោះ animation គឺយើងជ្រើសយកមកខ្ញុំជ្រើសយក spinner spinner នេះយើងបើកមកអត់ឃើញទេអញ្ចឹងយើងយកចុច more spinner មកនេះយើងឃើញ spinner ដល់ឃើញណាយើងរើសយក spinner មកហើយចុច OK មកតពីយើងរើសយកវាហើយនេះយើងសាក preview អូខេអាហ្នឹងវារៀងលឿនពេកអញ្ចឹងយើងចុច with previous មកហើយកន្លែងនោះយើងអាចតម្លើងវាទៅ1ឬក៏1.5មកអាស្រ័យលើគ្នាយើងឯងអាហ្នឹងយើងដាក់នាទីកាន់តែវែងអាហ្នឹងវាវិលកាន់តែយឺតណាពីយើងតោះអត់ចឹងយើងចាប់ផ្ដើមចុច shift ហើយយើងចុច select យើងចុចគ្រប់ទៅលើអក្សរទាំងអស់ហ្នឹងមកនេះយ៉ាងណាយើងចុចគ្រប់ទៅលើអក្សរហ្នឹងដើម្បីគ្រប់ចូលគ្នាមកយើងចុចលេខយកលេខហើយនឹងអក្សរខាងក្រោមហ្នឹងដើម្បីគ្រប់ចូលគ្នាចឹងយើងចុចគ្រាន់តែចុច shift ឲ្យជាប់ហើយយើងយកមកយើង select ទៅលើហ្នឹងមកហើយយើងចុច control G យើងគ្រប់វាបានហ្នឹងបាទណាចឹងយើងចុច shift ដដែលយើងចុច select វាដដែលមកយើងចុច shift ឲ្យជាប់នេះយើង select ទាំងអក្សរនៅក្នុងវងនឹងផងគ្នាយ៉ាងណាហើយយើងនេះដាក់animation យើងយក web នេះមកយើងយក web ហ្នឹងហើយយើងយកវាមកខាងឆ្វេងណា left យើងយក left មកយើងចុច select វាទៀតមកនេះយើងចុច select វាមកហើយយើងយកនោះអា start យើងចុចលើកន្លែងហ្នឹងយើងយក start with previous ណាគ្នាយើង start with previous ហ្នឹងគឺមានន័យថាយើងចុចសូទៅយើងមិនបាច់ប្រើម៉ៅចុច click វាចេញអូតូហ្មងតោះណាគ្នាយើងណាពេលដែលយើងធ្វើអញ្ចឹងហើយគឺយើងចាប់ផ្ដើម duplicate ទៅលើ slide របស់យើងអញ្ចឹងslide ទី1របស់យើងហ្នឹងយើងត្រូវទាញអក្សរហ្នឹងចេញមកក្រៅគ្នាយើងទាញវាចេញមកខាងក្រៅមកគ្នាយើងចាប់ទាញអក្សរយកអក្សរនៅ slide ទី1ហ្នឹងគឺយើងទាញវាចេញមកក្រៅយើងទាញវាចេញមកក្រៅមកហើយផ្ការបស់យើងហ្នឹងក៏យើងត្រូវទាញវាចេញមកក្រៅដែរតោះណាយើង select វាមកហើយយើងចាប់ទាញវាអូសវាមកក្រៅមកទុកតែកណ្ដាស់សទេបន្ទាប់ពីហ្នឹងហើយយើងចាប់ផ្ដើមសូវាមកគ្នាយើងហើយ result យើងមានប៉ុណ្ណឹងឯងអរគុណច្រើនគ្នាសម្រាប់ការតាមដានវីដេអូជួបគ្នាទៅវីដេអូក្រោយអរគុណ